បើអ្នកចង់ឆាសាច់ជ្រូកជាមួយផ្សិតមានរសជាតិឈ្ងុយឆ្ងាញ់អាចធ្វើតាមវិធីនេះបានគ្រឿងផ្សំសាច់ជ្រូកសាច់3ជាន់ឬសាច់សុទ្ធ300ក្រាមផ្សិតស្រស់ផ្សិតដំចូលឬផ្សិតអ៊ុយស្ទ័រ150-200ក្រាមខ្ទឹមចិញ្ច្រាំ4-5កំពឹសទឹកត្រី1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយស៊ីអ៊ីវ1ស្លាបព្រាកាហ្វេស្ករស្មួយ2ស្លាបព្រាកាហ្វេម្រេចបុកបន្តិចប្រេងឆាស្លឹកខ្ទឹមរំទេសតាមចំណូលចិត្តវិធីធ្វើ1ប្រឡាក់សាច់ជ្រូកដាក់សាច់ជ្រូកលាយជាមួយទឹកត្រីប្រេងខ្យងម្រេចខ្ទឹមទុកចោល15នាទី2រៀបចំផ្សិតលាងឲ្យស្អាតហើយហាន់ជាបន្ទះល្មម3ចាប់ផ្ដើមឆាដាក់ប្រេងឆាចូលខ្ទះកម្ដៅឲ្យក្ដៅដាក់ខ្ទឹមឆាឲ្យឈ្ងុយ4ដាក់សាច់ជ្រូកឆារហូតដល់សាច់ជិតឆ្អិននិងចេញក្លិនឈ្ងុយ5ដាក់ផ្សិតបន្ថែមផ្សិតហើយឆាបន្ត3-5នាទី6បន្ថែមរសជាតិដាក់ទឹកត្រីស៊ីអ៊ីវស្ករកូរឲ្យសព្វរួចភ្លក្សរសជាតិ7លើកចេញបន្ថែមស្លឹកខ្ទឹមរំរិចបន្តិចហើយលើកចេញបានគន្លឹះឲ្យឆ្ងាញ់ជាងមុនប្រើខ្ទឹមសច្រើនបន្តិចឲ្យក្លិនឈ្ងុយកុំឆាផ្សិតយូរពេកព្រោះវាជ្រាបទឹកអាចដាក់ខ្ញីស្ដើងបន្តិចដើម្បីបង្កើនក្លិនឈ្ងុយញ៉ាំជាមួយបាយក្ដៅឆ្ងាញ់ខ្លាំងបើអ្នកចង់ឆាសាច់ជ្រូកជាមួយផ្សិតមានរសជាតិឈ្ងុយឆ្ងាញ់អាចធ្វើតាមវិធីនេះបានគ្រឿងផ្សំសាច់ជ្រូកសាច់3ជាន់ឬសាច់សុទ្ធ300ក្រាមផ្សិតស្រស់ផ្សិតដំចូលឬផ្សិតអ៊ុយស្ទ័រ150-200ក្រាមខ្ទឹមចិញ្ច្រាំ4-5កំពឹសទឹកត្រី1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយស៊ីអ៊ីវ1ស្លាបព្រាកាហ្វេស្ករស្មួយ2ស្លាបព្រាកាហ្វេម្រេចបុកបន្តិចប្រេងឆាស្លឹកខ្ទឹមរំទេសតាមចំណូលចិត្តវិធីធ្វើ1ប្រឡាក់សាច់ជ្រូកដាក់សាច់ជ្រូកលាយជាមួយទឹកត្រីប្រេងខ្យងម្រេចខ្ទឹមទុកចោល15នាទី2រៀបចំផ្សិតលាងឲ្យស្អាតហើយហាន់ជាបន្ទះល្មម3ចាប់ផ្ដើមឆាដាក់ប្រេងឆាចូលខ្ទះកម្ដៅឲ្យក្ដៅដាក់ខ្ទឹមឆាឲ្យឈ្ងុយ4ដាក់សាច់ជ្រូកឆារហូតដល់សាច់ជិតឆ្អិននិងចេញក្លិនឈ្ងុយ5ដាក់ផ្សិតបន្ថែមផ្សិតហើយឆាបន្ត3-5នាទី6បន្ថែមរសជាតិដាក់ទឹកត្រីស៊ីអ៊ីវស្ករកូរឲ្យសព្វរួចភ្លក្សរសជាតិ7លើកចេញបន្ថែមស្លឹកខ្ទឹមរំរិចបន្តិចហើយលើកចេញបានគន្លឹះឲ្យឆ្ងាញ់ជាងមុនប្រើខ្ទឹមច្រើនបន្តិចឲ្យក្លិនឈ្ងុយកុំឆាផ្សិតយូរពេកព្រោះវាជ្រាបទឹកអាចដាក់ខ្ញីស្ដើងបន្តិចដើម្បីបង្កើនក្លិនឈ្ងុយញ៉ាំជាមួយបាយក្ដៅឆ្ងាញ់ខ្លាំងបើអ្នកចង់ឆាសាច់ជ្រូកជាមួយផ្សិតមានរសជាតិឈ្ងុយឆ្ងាញ់អាចធ្វើតាមវិធីនេះបានគ្រឿងផ្សំសាច់ជ្រូកសាច់3ជាន់ឬសាច់សុទ្ធ300ក្រាមផ្សិតស្រស់ផ្សិតដំចូលឬផ្សិតអ៊ុយស្ទ័រ150-200ក្រាមខ្ទឹមចិញ្ច្រាំ4-5កំពឹសទឹកត្រី1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយស៊ីអ៊ីវ1ស្លាបព្រាកាហ្វេស្ករស្មួយ2ស្លាបព្រាកាហ្វេម្រេចបុកបន្តិចប្រេងឆាស្លឹកខ្ទឹមរំទេសតាមចំណូលចិត្តវិធីធ្វើ1ប្រឡាក់សាច់ជ្រូកដាក់សាច់ជ្រូកលាយជាមួយទឹកត្រីប្រេងខ្យងម្រេចខ្ទឹមទុកចោល15នាទី2រៀបចំផ្សិតលាងឲ្យស្អាតហើយហាន់ជាបន្ទះល្មម3ចាប់ផ្ដើមឆាដាក់ប្រេងឆាចូលខ្ទះកម្ដៅឲ្យក្ដៅដាក់ខ្ទឹមឆាឲ្យឈ្ងុយ4ដាក់សាច់ជ្រូកឆារហូតដល់សាច់ជិតឆ្អិននិងចេញក្លិនឈ្ងុយ5ដាក់ផ្សិតបន្ថែមផ្សិតហើយឆាបន្ត3-5នាទី6បន្ថែមរសជាតិដាក់ទឹកត្រីស៊ីអ៊ីវស្ករកូរឲ្យសព្វរួចភ្លក្សរសជាតិ7លើកចេញបន្ថែមស្លឹកខ្ទឹមរំរិចបន្តិចហើយលើកចេញបានគន្លឹះឲ្យឆ្ងាញ់ជាងមុនប្រើខ្ទឹមច្រើនបន្តិចឲ្យក្លិនឈ្ងុយកុំឆាផ្សិតយូរពេកព្រោះវាជ្រាបទឹកអាចដាក់ខ្ញីស្ដើងបន្តិចដើម្បីបង្កើនក្លិនឈ្ងុយញ៉ាំជាមួយបាយក្ដៅឆ្ងាញ់ខ្លាំងបើអ្នកចង់ឆាសាច់ជ្រូកជាមួយផ្សិតមានរសជាតិឈ្ងុយឆ្ងាញ់អាចធ្វើតាមវិធីនេះបានគ្រឿងផ្សំសាច់ជ្រូកសាច់3ជាន់ឬសាច់សុទ្ធ300ក្រាម
ផ្សិតស្រស់ផ្សិតដំជោលឬផ្សិត Oyster 150-200 ក្រាមខ្ទឹមចិញ្ច្រាំ4-5 កំពឹសទឹកត្រី1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយស៊ីអ៊ីវ1ស្លាបព្រាកាហ្វេស្ករស្មួយ2ស្លាបព្រាកាហ្វេម្រេចបុកបន្តិចប្រេងឆាស្លឹកខ្ទឹមរំទេសតាមចំណូលចិត្តវិធីធ្វើ1ប្រឡាក់សាច់ជ្រូកដាក់សាច់ជ្រូកលាយជាមួយទឹកត្រីប្រេងខ្យងម្រេចខ្ទឹមទុកចោល15នាទី2រៀបចំផ្សិតលាងឲ្យស្អាតហើយហាន់ជាបន្ទះល្មម3ចាប់ផ្ដើមឆាដាក់ប្រេងឆាចូលខ្ទះកម្ដៅឲ្យក្ដៅដាក់ខ្ទឹមឆាឲ្យឈ្ងុយ4ដាក់សាច់ជ្រូកឆារហូតដល់សាច់ជិតឆ្អិននិងចេញក្លិនឈ្ងុយ5ដាក់ផ្សិតបន្ថែមផ្សិតហើយឆាបន្ត3-5នាទី6បន្ថែមរសជាតិដាក់ទឹកត្រីស៊ីអ៊ីវស្ករកូរឲ្យសព្វរួចភ្លក្សរសជាតិ7លើកចេញបន្ថែមស្លឹកខ្ទឹមរំរិចបន្តិចហើយលើកចេញបានគន្លឹះឲ្យឆ្ងាញ់ជាងមុនប្រើខ្ទឹមច្រើនបន្តិចឲ្យក្លិនឈ្ងុយកុំឆាផ្សិតយូរពេកព្រោះវាជ្រាបទឹកអាចដាក់ខ្ញីស្ដើងបន្តិចដើម្បីបង្កើនក្លិនឈ្ងុយញ៉ាំជាមួយបាយក្ដៅឆ្ងាញ់ខ្លាំងបើអ្នកចង់ឆាសាច់ជ្រូកជាមួយផ្សិតមានរសជាតិឈ្ងុយឆ្ងាញ់អាចធ្វើតាមវិធីនេះបានគ្រឿងផ្សំសាច់ជ្រូកសាច់3ជាន់ឬសាច់សុទ្ធ300ក្រាមផ្សិតស្រស់ផ្សិតដំជោលឬផ្សិត Oyster 150-200 ក្រាមខ្ទឹមចិញ្ច្រាំ4-5 កំពឹសទឹកត្រី1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយស៊ីអ៊ីវ1ស្លាបព្រាកាហ្វេស្ករស្មួយ2ស្លាបព្រាកាហ្វេម្រេចបុកបន្តិចប្រេងឆាស្លឹកខ្ទឹមរំទេសតាមចំណូលចិត្តវិធីធ្វើ1ប្រឡាក់សាច់ជ្រូកដាក់សាច់ជ្រូកលាយជាមួយទឹកត្រីប្រេងខ្យងម្រេចខ្ទឹមទុកចោល15នាទី2រៀបចំផ្សិតលាងឲ្យស្អាតហើយហាន់ជាបន្ទះល្មម3ចាប់ផ្ដើមឆាដាក់ប្រេងឆាចូលខ្ទះកម្ដៅឲ្យក្ដៅដាក់ខ្ទឹមឆាឲ្យឈ្ងុយ4ដាក់សាច់ជ្រូកឆារហូតដល់សាច់ជិតឆ្អិននិងចេញក្លិនឈ្ងុយ5ដាក់ផ្សិតបន្ថែមផ្សិតហើយឆាបន្ត3-5នាទី6បន្ថែមរសជាតិដាក់ទឹកត្រីស៊ីអ៊ីវស្ករកូរឲ្យសព្វរួចភ្លក្សរសជាតិ7លើកចេញបន្ថែមស្លឹកខ្ទឹមរំរិចបន្តិចហើយលើកចេញបានគន្លឹះឲ្យឆ្ងាញ់ជាងមុនប្រើខ្ទឹមច្រើនបន្តិចឲ្យក្លិនឈ្ងុយកុំឆាផ្សិតយូរពេកព្រោះវាជ្រាបទឹកអាចដាក់ខ្ញីស្ដើងបន្តិចដើម្បីបង្កើនក្លិនឈ្ងុយញ៉ាំជាមួយបាយក្ដៅឆ្ងាញ់ខ្លាំងបើអ្នកចង់ឆាសាច់ជ្រូកជាមួយផ្សិតមានរសជាតិឈ្ងុយឆ្ងាញ់អាចធ្វើតាមវិធីនេះបានគ្រឿងផ្សំសាច់ជ្រូកសាច់3ជាន់ឬសាច់សុទ្ធ300ក្រាមផ្សិតស្រស់ផ្សិតដំជោលឬផ្សិត Oyster 150-200 ក្រាមខ្ទឹមចិញ្ច្រាំ4-5 កំពឹសទឹកត្រី1ស្លាបព្រាបាយប្រេងខ្យង1ស្លាបព្រាបាយ